ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទូនិងសួស្តីបងប្អូនសិស្សពេទ្យទាំងអស់គ្នាបាទថ្ងៃនេះហើយជួបអរសូមធ្វើការចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទូនិងបងប្អូនសិស្សពេទ្យទាំងអស់គ្នាអំពីប្រធានបទសុខភាពមួយទៀតហើយបាទថ្ងៃនេះយើងលើកឡើងអំពីបញ្ហាជំងឺមហារីកកាពះបាទអញ្ចឹងតើតើនឹងជំងឺមហារីកកាពះដែរបាទថ្ងៃនេះខ្ញុំបាទមានប្រធានបទថ្មីមួយទៀតដើម្បីចែកម្លែកគឺយើងនិយាយអំពីវិធីការពារជំងឺមហារីកកាពះដែលភាសាអង់គ្លេសហៅថា How to prevent gastric cancer បាទយើងនៅពេលបច្ចុប្បន្នគឺជំងឺមហារីកកាពះគឺជាជំងឺមហារីកមួយដែលឈានមុខផងដែរទាក់ទងនឹងប្រដាប់រំលាយអាហារបាទយើងចង់ដឹងថាតើវិធីការពារជំងឺមហារីកកាពះហ្នឹងគេត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងទាំងអស់គ្នាសូមស្ដាប់ការបកស្រាយពី Hershey Visual តែម្ដងបាទអញ្ចឹងមេត្តាក្នុងនេះដែល Hershey Visual ធ្វើការចែកម្លែកយើងឃើញមាន3ចំណុចសំខាន់ទី1គឺសេរដើមទី2អាក្រក់ជំងឺមហារីកកាពះនិងទី3គឺវិធីការពារជំងឺមហារីកកាពះបាទយើងចង់ដឹងថាតើជំងឺមហារីកកាពះហ្នឹងមានអាការៈរោគសញ្ញាអ្វីខ្លះវិធីការពារជំងឺមហារីកកាពះហ្នឹងគេត្រូវធ្វើយ៉ាងណាដែរបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលស្អិចផ្ដើមជំងឺមហារីកកាពះគឺជាជំងឺមហារីកមួយដែលញឹកញាប់នៃប្រដាប់រំលាយអាហារជំងឺនេះច្រើនកើតមានលើមនុស្សអាយុចន្លោះពី45ឆ្នាំទៅ49ឆ្នាំហើយតំបន់កើតមានច្រើនគឺតំបន់អង្គទ្រោមបាទតំបន់អង្គទ្រោមនោះគឺជាតំបន់មួយនៅផ្នែកខាងក្រោមនៃកាពះផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើអាការៈជំងឺមហារីកកាពះតើជំងឺមហារីកកាពះហ្នឹងមានអាការៈរោគសញ្ញាអ្វីខ្លះដែលយើងអាចកត់សម្គាល់បានបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលអាការៈជំងឺមហារីកកាពះទី1គឺអ្នកជំងឺមានអាការៈហើមពុះក្រោយញ៉ាំអាហាររួចបាទហ្នឹងគឺជាអាការៈទី1ដែលយើងឃើញមានតកតងនឹងជំងឺមហារីកកាពះបាទយើងមើលជាបន្តទៀតតើតើអាការៈជំងឺមហារីកកាពះទី2គឺអ្នកជំងឺពិបាករំលាយអាហារជាប់ជាប្រចាំបាទអាហ្នឹងគឺជាអាការៈមួយដែរដែលយើងឃើញមានតកតងនឹងអ្នកជំងឺមហារីកកាពះហ្នឹងបាទអញ្ចឹងយើងមើលបន្តទៀតតើតើអាការៈជំងឺមហារីកកាពះទី3គឺអ្នកជំងឺចង្អោរតិចតិចបាទអញ្ចឹងចង្អោរតិចតិចហ្នឹងគឺជាអាការៈមួយដែលយើងឃើញមាននៅក្នុងជំងឺមហារីកកាពះផងដែរបាទអញ្ចឹងយើងមើលជាបន្តទៀតតើតើអាការៈជំងឺមហារីកកាពះទី4គឺអ្នកជំងឺបាត់បង់ចំណង់អាហារបាទអញ្ចឹងការកើតមានបាត់បង់ចំណង់អាហារហ្នឹងកើតមានថ្មីថ្មីយើងត្រូវចាប់អារម្មណ៍អំពីបញ្ហាជំងឺមហារីកកាពះផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតើតើអាការៈជំងឺមហារីកកាពះទី5គឺអ្នកជំងឺឈឺកាហាយនៅចុងដង្ហើមជាប្រចាំបាទហ្នឹងអាការៈមួយដែរដែលយើងឃើញមានតើតើនឹងជំងឺមហារីកកាពះបាទអញ្ចឹងយើងមើលបន្តទៀតតើតើនឹងអាការៈជំងឺមហារីកកាពះទី6គឺអ្នកជំងឺស្រកគីឡូដោយគ្មានមូលហេតុបាទអញ្ចឹងគាត់ញ៉ាំធម្មតាអីធម្មតាទេប៉ុន្តែគាត់ចេះតែស្រកគីឡូបាទហ្នឹងគឺជាអាការៈមួយដែរយើងត្រូវចាប់អារម្មណ៍តើតើនឹងជំងឺមហារីកកាពះបាទអញ្ចឹងយើងមើលបន្តទៀតតើតើអាការៈជំងឺមហារីកកាពះទី7គឺអ្នកជំងឺមានសញ្ញាក្អួតឬក៏ក្អួតមានឈាមបាទអាហ្នឹងគឺជាអាការៈមួយដែរដែលយើងឃើញមានតើតើនឹងជំងឺមហារីកកាពះបាទអញ្ចឹងយើងមើលបន្តទៀតតើតើអាការៈជំងឺមហារីកកាពះទី8គឺវត្តមានឈាមនៅក្នុងលាមកបាទអញ្ចឹងបញ្ហាឈាមនៅក្នុងលាមកហ្នឹងយើងឃើញថាជាសញ្ញាមួយដែលយើងឃើញមានជាឈាមខ្មៅបាទដោយសារឈាមនឹងវាឆ្លងកាត់ពោះវៀនហើយឆ្លងកាត់ការរំលាយហើយអញ្ចឹងយើងឃើញថាភាគច្រើនគឺវត្តមានឈាមខ្មៅដែលយើងឃើញនៅក្នុងលាមកផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតើតើអាការៈជំងឺមហារីកកាពះទី9គឺអ្នកជំងឺអស់កម្លាំងបាទអញ្ចឹងអស់កម្លាំងជាប់ជាប្រចាំបាទយើងទៅចាប់អារម្មណ៍តើតើនឹងជំងឺមហារីកកាពះផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតើតើអាការៈជំងឺមហារីកកាពះទី10គឺអ្នកជំងឺឈឺកាពះដោយគ្មានមូលហេតុបាទអញ្ចឹងការឈឺកាពះដោយគ្មានមូលហេតុហ្នឹងគឺជាសញ្ញាមួយដែលយើងឃើញមានតើតើនឹងជំងឺមហារីកកាពះផងដែរ
បាទអញ្ចឹងយើងមើលជាបន្តទៀតតើតើអាការៈជំងឺមិនកាពះទី11គឺអ្នកជំងឺឈឺតឹងណែនក្នុងពោះបាទអញ្ចឹងអាហ្នឹងគឺយើងត្រូវចាប់អារម្មណ៍ផងដែរតើតទៅនឹងជំងឺមិនកាពះហ្នឹងបាទយើងមើលតទៀតតើតើអាការៈជំងឺមិនកាពះទី12គឺអ្នកជំងឺឈឺចុងដង្ហើមរ៉ាំរ៉ៃបាទអញ្ចឹងការឈឺនៅចុងដង្ហើមរ៉ាំរ៉ៃហ្នឹងគឺជាសញ្ញាមួយបញ្ជាក់ថាយើងមានបញ្ហាកាពះបាទហ្នឹងគឺជាអាការៈដែលឃើញមាននៅក្នុងជំងឺមិនកាពះផងដែរបាទអញ្ចឹងទន្ទឹមនឹងអាការៈហ្នឹងគឺយើងត្រូវដឹងវិធីការពារតើវិធីការពារជំងឺមហាកាពះហ្នឹងគឺត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលវិធីការពារជំងឺមហាកាពះទី1គឺយើងត្រូវកាត់បន្ថយឬក៏ជៀសវាងនឹងការផឹកស្រាបាទយើងនឹងថាបញ្ហាស្រាហ្នឹងវាផ្ដល់បញ្ហាសុខភាពច្រើនបាទក្នុងនោះរួមទាំងកាពះយើងផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើវិធីការពារជំងឺមហាកាពះទី2គឺយើងធ្វើការជៀសវាងនឹងការជក់បារីបាទអញ្ចឹងបញ្ហាផ្សែងបារីហ្នឹងក៏វាចូលរួមចំណែកដល់ការកើតមាននៃជំងឺមហាកាពះផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតើតើវិធីការពារជំងឺមហាកាពះទី3គឺយើងត្រូវបង្កើនសកម្មភាពរាងកាយបាទគឺយើងធ្វើការប្រាណឲ្យបាន3ដងក្នុងមួយសប្តាហ៍ហើយម្ដងឲ្យបាន30នាទីផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតើតើវិធីការពារជំងឺមហាកាពះទី4គឺយើងត្រូវរក្សាទម្ងន់សុខភាពយើងធម្មតាបាទមានថាយើងរក្សា BMI របស់យើងបានធម្មតាចន្លោះពី18ទៅ25បាទអញ្ចឹងយើងមើលបន្តទៀតតើតើវិធីការពារជំងឺមហាកាពះទី5គឺយើងត្រូវជៀសវាងអាហារដែលចម្អិនដោយអាំងមានផ្សែងបាទអាំងមានផ្សែងហើយនិងជាតិប្រៃព្រមទាំងសាច់និងត្រីកែច្នៃបាទអញ្ចឹងដូចជាផ្អកអីហ្នឹងបាទយើងត្រូវជៀសវាងបើសិនមានបញ្ហាកាពះហ្នឹងហើយអាហារដែលចម្អិនដោយផ្សែងច្រើនពេកយើងមកជាបន្តទៀតតើតើវិធីការពារជំងឺមហាកាពះទី6គឺយើងត្រូវបរិភោគបន្លែផ្លែឈើនិងគ្រាប់ធញ្ញជាតិឲ្យបានច្រើនជាងការបរិភោគសាច់យើងមកជាបន្តទៀតតើតើវិធីការពារជំងឺមហាកាពះទី7គឺយើងត្រូវធ្វើការព្យាបាលជំងឺលាកកាពះឬក៏ដង្ហើមកាពះដោយមេរោគកាពះមួយគឺ Helicobacter pylori បាទដូចយើងបានដឹងថាមេរោគកាពះ Helicobacter pylori ហ្នឹងជាចំណែកមួយដែលធ្វើឲ្យការកើតមាននៃជំងឺមហាកាពះផងដែរបាទអញ្ចឹងយើងមើលតទៅទៀតតើតើវិធីការពារជំងឺមហាកាពះទី8គឺតើតើការប្រើថ្នាំអាស្ពីរីនត្រូវមានការចេញវិជ្ជាបញ្ជាពីគ្រូពេទ្យត្រឹមត្រូវពីព្រោះយើងដឹងថាអាស្ពីរីនវាបង្កបញ្ហាទៅលើកាពះផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតើតើវិធីការពារជំងឺមហាកាពះទី9គឺយើងត្រូវជៀសវាងនឹងការប្រឈមនឹងកាំរស្មីនានាបាទអញ្ចឹងកាំរស្មីនានាក៏អាចនាំឲ្យមានបញ្ហាទៅដល់តើតើកាពះហើយនឹងមានការវិវត្តតើតើជំងឺមហាកាពះផងដែរបាទអញ្ចឹងដល់នោះគឺជាវិធីការពារសំខាន់តើតើនឹងជំងឺមហាកាពះអញ្ចឹងបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីទៅគិតថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំគឺ Health Telegram Official បាទអាចធ្វើការ scan QR code ទៅដើម្បីចូលក្នុង Channel យើងខ្ញុំចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីដល់គិតថ្លៃច្រើនទៀតផងដែរប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់មានបញ្ហាសុខភាពផ្សេងៗជាពិសេសគឺជំងឺទាក់ទងផ្ដាំលាអាហារជំងឺទាក់ទងផ្ដាំទឹកមាត់ឬក៏ជំងឺផ្ដាំបន្តពូជបាទប្រឹក្សាដោយគិតថ្លៃតាមលេខ Telegram បេក្ខខ្សែគឺ092 59 3350 088 3132 225ហើយនឹង016 58 57 64ផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតក៏ដូចជាវីដេអូព័ត៌មានសុខភាពថ្មីៗនិងវីដេអូនៃការរៀនពេទ្យរបស់សិស្សពេទ្យជាពិសេសគឺពាក្យបច្ចេកទេសពេទ្យតែម្ដងបាទយើងអាចចូលក្នុង YouTube Channel វាយពាក្យ Hershub Official បាទដែលអក្សរស្រាប់ចុច Search បាទស្វែងរកទៅពេលនេះឃើញ logo របស់យើងខ្ញុំហើយចូលក្នុង Channel ចុចពាក្យ Subscribe និងរូបកណ្ដឹងបាទចុចពាក្យ Subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន Subscribe ចឹងនៅពេលដែល Hershub Official ធ្វើការផុសវីដេអូជាបន្តនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបន្ទាប់បាទសូមអរគុណចំពោះការគាំទ្រនិងការ Subscribe ដល់ Channel របស់យើងខ្ញុំផងដែរបាទសូមអរគុណ